ការប្រកួតដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយបាទមានទាំងអង់គ្លេសមានទាំងបារាំងហើយក៏មានទាំងអេស្ប៉ាញផងដែរការប្រកួតបើកឆាករបស់អង់គ្លេសកំភ្លើងធំមកហើយបាទបើកឆាកមុនគេតែម្ដង3គោយំនេះដឹងតែជួចិត្តទៀតហើយបាទពីខ្ញុំបាទ admin BM Sport ផ្នែកងារគោខ្មែរកុំភ្លេច like comment share និង follow ណាមួយដើម្បីទទួលបានព័ត៌មានលម្អិតព្រមទាំងគូសពជារៀងរាល់ថ្ងៃផងដែរបាទ3គោយំនេះក៏ក្រាកហើយបាទចំណាប់ផ្ដើមរបស់អង់គ្លេសបានចាប់ផ្ដើមហើយសម្រាប់គូទី1បើកឆាកមុនគេរបស់ Premier League នោះគឺកាំភ្លើងធំ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Coventry City គឺជាក្រុមដែលទៅនឹងចូលរួមប្រកួត Premier League ឆ្នាំនេះបាទឆ្នាំមុនលេងនៅ Championship ឆ្នាំនេះលេងនៅ Premier League ម្ដងគូនេះដឹងតែល្អមើលហើយបាទ Convent គឺជាក្រុមដែលជាប់ជម្រើសនៅកំពូលតារាងលីកទី2របស់អង់គ្លេសទើបមានសិទ្ធិចូលមកប្រកួតនៅលីកទី1របស់អង់គ្លេសនេះបាទក៏ជាក្រុមមួយមិនធម្មតាដែរក៏ប៉ុន្តែ5ប្រកួតចុងក្រោយដែលប៉ះគ្នាជាមួយ Arsenal មិនដែលឈ្នះទេហើយក៏មិនដែលមានគ្រាប់បាល់ដែរបាទ5ប្រកួតចាញ់ Arsenal ទាំង5ហើយសម្រាប់ការប្រកួតចុងក្រោយប៉ះជាមួយ Arsenal ស៊ីដោយលទ្ធផល4-0តែម្ដងបាទសម្រាប់ការប្រកួតនេះដែរភាគរយឈ្នះដឹងតែ Arsenal ហើយបើកឆាកមុនគេនេះគឺ Arsenal ដឹងតែបុកទៀតហើយបាទដើម្បីគាត់ថាមានឱកាសទទួលបានពានរង្វាន់ Premier League ឆ្នាំនេះមកតង់ទៀតឆ្នាំមុនជាម្ចាស់ជើងឯក Premier League ឆ្នាំនេះក៏អាចនឹងជាម្ចាស់ជើងឯកដែរព្រោះឲ្យ Man City គឺរង្គោះរង្គើបាត់ទៅហើយបាទគូប្រជែងណាបាទហើយសម្រាប់ Man U Liverpool នេះកំពុងតែកកិតដេញមកហើយដូច្នេះអ្នកដែលមានសិទ្ធិប្រជែងជាមួយកំភ្លើងធំខ្លាំងជាងគេគឺមានតែ Manchester United 3 សាច់ក្រហមទេបាទគូទី1ឱកាសគ្រាប់បាល់ខ្ពស់ភាគរយឈ្នះដឹងតែ Arsenal បាទសម្រាប់គូទី2គឺមកពីអេស្ប៉ាញ Real Betis ទៅប៉ះគ្នាជាមួយនឹង Real Sociedad បាទនៅជុំទី2បាទគឺជាការប្រកួតដណ្ដើម3ប្រទូបាទសម្រាប់គូនេះ5ប្រកួតចុងក្រោយគឺឈ្នះម្នាក់2ស្មើ1បាទហើយគឺភាគច្រើនទឹកដីអ្នកណានឹងជាអ្នកឈ្នះបាទនិយាយរួមទៅការប្រកួតនេះនៅទឹកដី Real Betis ចឹងឱកាសឈ្នះលើ Real Betis រៀងខ្ពស់ទៅហើយក៏ប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំស្រឡាញ់ទៅលើ Real Sociedad ព្រោះឯទម្រង់លេងរបស់ Real Sociedad បាទនៅតែថេបាទបើយើងត្រឡប់ទៅមើលថាការប្រកួតមិត្តភាពឬក៏កម្ដៅសាច់ដុំរបស់ Real Sociedad តម្រង់លេងនៅដដែលក៏ប៉ុន្តែសម្រាប់ Real Betis រៀងធ្លាក់បន្តិចដូច្នេះការប្រកួតនេះខ្ញុំស្រឡាញ់ទៅលើ Real Sociedad ច្រើនជាងហើយសម្រាប់គ្រាប់បាល់ខ្ញុំគិតថា Real Sociedad អាចឈ្នះដោយលទ្ធផល2-1បាទហើយសម្រាប់គូចុងក្រោយទី3វិញគឺមកពីបារាំងលីកទី1បាទបើកឆាកមកដូចគ្នា Marseille ត្រូវបើកកីឡដ្ឋានទទួលជាមួយនឹង Strasbourg គូនេះដូចគ្នាបងប្អូនបាទ5ប្រកួតចុងក្រោយស្មើគ្នាដល់តែ3ប្រកួតបាទឈ្នះម្នាក់1ប្រកួតដូចគ្នាភាគច្រើនគឺទឹកដីអ្នកណាអ្នកនឹងឈ្នះដូចគ្នាតែម្ដងហើយការប្រកួតនេះផងដែរខ្ញុំធ្ងន់ទៅលើ Marseille ច្រើនជាងទី1ទឹកដីរបស់ខ្លួនទី2 Marseille នៅគ្រប់គ្រងទម្រង់លេងបានល្អក៏ប៉ុន្តែ Strasbourg ដូចរៀងរយាលបន្តិចបាទបន្ទាប់ពីលេងគេថាកម្ដៅសាច់ដុំដូចជាមានការផ្លាស់ប្ដូរទម្រង់លេងដូច្នេះខ្ញុំស្រឡាញ់ទៅលើ Marseille ច្រើនជាងបាទគាត់ថាបើភាគរយស្មើក៏អាចจะមានខ្ពស់ដែរសម្រាប់គូនេះហើយលទ្ធផលខ្ញុំគិតថាប្រហែលជាអាច Marseille ស៊ី2-1ឬក៏អាចនឹងមានស្មើ2-2គ្រាប់បាល់ខ្ញុំជឿជាក់ថាខ្ពស់សម្រាប់គូនេះបាទ3គូនេះដឹងតែរង្គោះរង្គើទៀតហើយបាទកុំភ្លេចចូលរួមតាមដានជាមួយនឹងខ្ញុំបាទ Admin BM Sport ទាំងអស់គ្នាបាទសូមអរគុណច្រើន